កម្លាំងជំនាញចូលបង្ក្រាបនិងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាបនៅរដូវបិទឡូនេសាទដើម្បីឲ្យត្រីពងកូនក្នុងភូមិសាស្ត្រខេត្តកំពង់ធំខេត្តកំពង់ធំរដ្ឋបាលជលផលកំពង់ស្វាយក្រោមបានចូលរួមជាមួយវរៈសេនីយ៍តូទិតច័ន្ទនាយរងសេនាធិការបញ្ជាការស្រាលឈរជើងនៅព្រែកធ្លុកយុទ្ធភូមិភាគទី4បានដឹកនាំកម្លាំងចម្រុះផ្នែកសឹករងក្រុងស្រុកនិងកម្លាំងរដ្ឋបាលជលផលឈរជើងនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយបានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចមុខព្រែកជើងលងឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំនៅថ្ងៃទី10ខែមិថុនាឆ្នាំ2025កម្លាំងជំនាញចម្រុះចូលបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបជាលទ្ធផលអនុវត្តបានមួយករណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមានរបាំងស្បៃមុងចំនួន27របាំងប្រវែង1300ម៉ែត្រឡុកចំនួន54គ្រឿងលូ54មាត់បង្គោល550ដើមចាក់លែងកូនត្រីទម្ងន់20គីឡូក្រាមចូលទន្លេវិញចំពោះសង្កាត់រដ្ឋបាលជលផលពីមបាងបានចូលរួមជាមួយលោកអនុសេនីយ៍ឯកលុយសុភាពនាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំយុទ្ធភូមិភាគទី4សហការជាមួយទីបញ្ជាការស្រាលប្រចាំការឃុំពីមបាងស្រុកស្ទូងដឹកនាំដោយលោកគង់សុភាពមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តនិងជាប្រធានក្រុមការងារបានចេញប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលនៅចំណុចព្រែកកំពីងតាគង់និងចំណុចព្រែករលាំងទ្រង់ឃុំពីមបាងស្រុកស្ទូងខេត្តកំពង់ធំជាមួយគ្នានេះផងដែរក្រុមការងារកម្លាំងចម្រុះចូលបង្ក្រាបនិងទប់ស្កាត់បទល្មើសបឹងទន្លេសាបនៅឃុំពីមបាងជាលទ្ធផលអនុវត្តបាន2ករណីបានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់របាំងស្បៃមុងនិងរបាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមានរបាំងស្បៃមុងចំនួន8របាំងប្រវែង240ម៉ែត្ររបាំងសាច់អួនក្រឡាញឹកចំនួន9របាំងប្រវែង590ម៉ែត្រឡុកចំនួន17គ្រឿងលូចំនួន26មាត់បង្គោលឈើចំនួន1020ដើម